បន្តមកទៀតយើងចាប់ផ្ដើមក្លុកកាវមានន័យថាកាវយើងមិនបាច់តន់ចាក់ទេព្រោះហេតុអីបានយើងអត់តន់ឲ្យចាក់ចាប់ផ្ដើមទេព្រោះពេលដែលយើងចាប់ផ្ដើមចិត្តដល់ពេលតបានយើងចាប់ផ្ដើមចាក់ព្រោះពេលដែលចាក់ហើយវារាប់អីគេរាប់នាទីទុកបានប្រហែលនាទីចា20ទៅ30នាទីនៅក្នុងចានកាវតែប៉ិតខ្ញុំនិយាយនេះនឹងរំលឹកឲ្យបងដែលទាំងពីរដែលអត់បានមកទី1មានការសម័យឃើញហើយយល់ទៅដូចគ្នាព្រោះមេរៀនហ្នឹងវាប្រតិគ្នានេះដល់ចំណុចទី10ហ្នឹងចាអញ្ចឹងយើងក្លុកកាវហើយយើងចាប់ផ្ដើមចាក់ហើយយើងចាប់ផ្ដើមតបានហើយត្រូវទេអញ្ចឹងក្នុង20ទៅ30នាទីម្ដងយើងដូរកាវម្ដង20ទៅ30នាទីយើងដូរកាវម្ដងដូចយើងរៀនហ្នឹងអញ្ចឹងបន្តមកទៀតយើងចាប់ផ្ដើមលាបទឹក refresh មានថាលាបទឹក refresh ហ្នឹងដើម្បីឲ្យហូមភ្នែកហ្នឹងវាខាំភ្ជាប់រវាងរោមភ្នែកធម្មជាតិរោមភ្នែកសម្បត្តិនិមិត្តហើយនឹងកាវហ្នឹងជាប់បានល្អហើយនឹងជួយកាត់បន្ថយអាការឈួលហ្នឹងភ្លាមហ្មងធម្មតាពេលយើងតភ្នែកហើយយើងបើកភ្នែកហើយយើងមានអារម្មណ៍ឈួលត្រូវទេតែបើលាបទឹក refresh ហ្នឹងគឺអត់មានអារម្មណ៍ឈួលហ្នឹងទេដោយសារវាទៅជួយធ្វើឲ្យកាវហ្នឹងស្ងួតភ្លាមហ្មងមានន័យថាអត់មានអារម្មណ៍មួយថាឈួលភ្លាមហ្នឹងហ្មងបន្តមកទៀតយើងចាប់ផ្ដើម clean សម្អាតម្ដងទៀតដែរមានឆ្ងល់ទេថាអញ្ចឹងតឲ្យភ្លាមយើងអាច clean បានភ្លាមមែនចាគឺបើសិនជាយើងប្រើប្រភេទទឹក refresh យើងប្រភេទប្រើតាមប្រភេទគេហៅថា step របស់ខ្ញុំទាំងអស់គឺបងអាច spa បានភ្លាមតោះនេះមានន័យថាតភ្លាមត្រូវទឹកភ្លាមបានហេតុអីបានយើងចាំបាច់ spa ចុះអត់ spa បានអត់តែប៉ិតបើយើងអត់ spa ក៏បានដែរប៉ុន្តែបើយើង spa គឺយើងនឹងឲ្យភ្ញៀវយើងគាត់ទទួលបានអារម្មណ៍មួយថាអត់ចាំបាច់តទឹកទេគឺត្រូវទឹកបានភ្លាមពេលដែល spa ហើយភ្នែកគាត់មានអារម្មណ៍ថាស្រឡះភ្នែកហ្មងអត់មានអារម្មណ៍មួយថានៅសល់អារម្មណ៍គេហៅថាដូចឈួលផ្សាស្អាតស្អិតធ្លាប់